តោះសរសេរបបងប្អូនថ្ងៃនេះចង់ review ដងដែលកំពុងពេញនិយមកំពុងផ្ទុះការគ្រប់គ្រងពីបងប្អូនសំណាក់ខាងវិស័យបបកត្រីអញ្ចឹងថ្ងៃនេះខ្ញុំចង់យកមកឲ្យបងប្អូនស្គាល់ពីប្រភេទ3ដងដែលកំពុងពេញនិយមទី1ដង UL ហ្នឹងហើយដង UL នេះគឺប្រភេទដងស្រាលហើយវាទូចហើយចុងទន់អានេះជាទូទៅបងប្អូនគាត់យកទៅបបកត្រីស្រែដែលត្រីទម្ងន់ត្រឹម1គីឡូ2គីឡូអីឬក៏ក្រោម1គីឡូគឺគាត់យកដងនេះទៅដោយសារ LB វាទូចត្រឹម1ទៅ4 LB ទេហើយដង UL នេះវាមាន2ម៉ូតក្នុងស្តុកវាមានម៉ូតឈើឡាយឈើហើយនិងម៉ូតសាច់ពណ៌ក្រហមចេះសម្រាប់ដង UL ហើយតម្លៃដូចគ្នាបងប្អូនណាជាតម្លៃដងទាំង3ដងហ្នឹងគឺតម្លៃ$15ដូចគ្នាទី1ដង UL ហើយទី2ធុនកដាលនេះគឺដង Panda ហ្នឹងហើយដង Panda ក៏ដងខ្លាឃ្មុំដងនេះវាឡាយកបោនក្រមស្អាតហើយមានបិទទង់ជាតិរូបទង់ជាតិកម្ពុជាទៀតហើយ LB វា10ទៅ20 LB ណា10ទៅ20 LB ហើយប្រវែងវា2.10 ម៉ែត្រដូចគ្នាហើយតម្លៃក៏$15ដូចគ្នាដែរនេះក៏ពេញនិយមដែរហើយចុងវាទន់ជាងវារឹងជាងដង UL តែវាទន់ជាងដងពស់ហ្នឹងហើយដែលពេញនិយមដងពស់បងពស់នេះគឺដងបបកគីឡូធ្ងន់ក៏បងយកទៅបកឆ្ដោបកអីហ្នឹងណាគីឡូធ្ងន់គឺវាធ្ងន់មាំអាចកោះបាន 4-5 គីឡូក៏បានដែរដោយសារ LB វា10ទៅ30 LB ហើយចុងវារឹងចុងវាធំជាងណាបងប្អូននៅដងពោះអូខេអញ្ចឹង3ដងដែលពងពេញនិយមទោះការចាប់អារម្មណ៍ហើយនឹងគ្រប់ត្រហើយតម្លៃគឺដូចគ្នា$15ដូចគ្នាបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនឲ្យចង់អារម្មណ៍ចង់បានដងល្អដងស្អាតคลิกតាក់ទងមកខាង page យើងខ្ញុំ313បាទសូមអរគុណ